សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាទៅលើការបិទនាឡិកានៅពេលយប់ដែលធ្វើឲ្យនាឡិការបស់យើងគឺការធ្វើបានយូរអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅក្នុងពាក្យ app របស់ Keyslick មក Keyslick អញ្ចឹងអ្នកទាំងអស់គ្នារកពាក្យថាបរិខាចុចពាក្យបរិខាមួយមកបន្ទាប់មកគឺយើងទៅរកពាក្យថាបិទពេលវេលាអញ្ចឹងយើងចុចពាក្យថាបិទពេលវេលាមកបានចឹងបន្ទាប់ពីយើងចុចហើយយើងចុចពាក្យថាបង្កើតហ្នឹងចឹងហើយគឺយើងអាច set ឈ្មោះឧទាហរណ៍ឈ្មោះកូនបងមួយមកដាក់ឈ្មោះកូនបងបន្ទាប់មកគឺយើង set ម៉ោងនេះគឺជាម៉ោងពេលព្រឹកណាចឹងខ្ញុំដាក់ម៉ោង6ព្រឹកហើយ6 AM ណាបាទចឹងនៅពេលយប់គឺពួកខ្ញុំដាក់ដល់ម៉ោង6ដូចគ្នាចឹងម៉ោង6យប់ដល់ម៉ោង6ភ្លឺគឺម៉ោងបិទអញ្ចឹងបន្ទាប់ពីម៉ោង6ម៉ោងនាទីម៉ោង6នាទីហ្នឹងគឺជាពេលវេលាម៉ោងបើកនាឡិកាហើយមួយទៀតគឺអ្នកទាំងអស់គ្នាអាច set ថ្ងៃបានណាពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹង studio ដែលអ្នកទាំងអស់គ្នាចង់បិទបើកមួយណាយើងអាច select តាមថ្ងៃបានអញ្ចឹងទៅលើវីដេអូនេះគឺពួកខ្ញុំប្រាប់ពីវិធីការបិទក្រោយថ្មនាឡិកាគឺកាន់ថ្មបានយូរគឺយើង set បិទជាពេលវេលានៅ studio ដែលពេលយប់ពេលដែលយើងអត់ប្រើប្រាស់នាឡិកាអញ្ចឹងបងមានសំណួរឬចង្អល់បន្ថែមបងអាចតាក់ទងចូល page Keyslick Cambodia